បាទសួស្តីបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍ក៏ចូលមកកាន់វីដេអូคลิปខ្លីមួយនេះបាទវីដេអូមួយនេះចង់បង្ហាញតិចនិចតូចមួយសម្រាប់បងប្អូនដែលគាត់អត់ដឹងពីរបៀបនៅក្នុងការលាក់ app ឬក៏កម្មវិធីក្នុងទូរស័ព្ទដៃ iPhone របស់យើងកុំឲ្យអ្នកផ្សេងដឹងពេលដែលគាត់កាន់ទូរស័ព្ទដៃរបស់យើងមិនចង់ឲ្យគាត់ប្រើប្រាស់កម្មវិធីមួយហ្នឹងបងប្អូនបាទអញ្ចឹងរបៀបក្នុងការលាក់គឺងាយស្រួលទេបងប្អូននៅក្នុងទូរស័ព្ទដៃ iPhone របស់យើងចឹងឧទាហរណ៍បងប្អូនចង់លាក់កម្មវិធីមួយណាឧទាហរណ៍ខ្ញុំចង់លាក់កម្មវិធីធនាគារ ACDA មួយចឹងបងប្អូនគ្រាន់តែចុចទៅវាជាប់មកហើយបងប្អូនកុំចុចតែបន្តិចបងប្អូនលែងដៃមកហើយបងប្អូនឃើញពាក្យទាំងអស់នេះចឹងបងប្អូនរកពាក្យថានេះបងប្អូន request face ID នេះបងប្អូនបាទចុចទៅវាមកហើយបងប្អូនយកពាក្យថា head and request fake ID នេះមកកណ្ដាលនេះបាទពេលនោះកម្មវិធីធ្វើការ scan មុខរបស់យើងបងប្អូនបាទអញ្ចឹងវានឹង scan មុខរបស់យើងហើយបងប្អូនចុចមករកពាក្យថា head app បាទពេលនោះកម្មវិធីដែលយើងធ្វើការចង់លាក់គឺបាត់នាទីនេះបងប្អូនបាទបាត់នាទីនេះហើយអញ្ចឹងបងប្អូនទៅរកនៅកន្លែងណាដើម្បីធ្វើការប្រើប្រាស់វិញអញ្ចឹងបងប្អូនគាត់ scroll មកខាងឆ្វេងមកហើយបងប្អូននៅក្នុងកន្លែង app library អស់នេះបងប្អូន scroll ឡើងទៅលើមកបងប្អូននឹងឃើញពាក្យ line នេះថា head app អញ្ចឹងបងប្អូនបាទអញ្ចឹងពេលបងប្អូនចង់ប្រើប្រាស់កម្មវិធីនេះវិញបងប្អូនគាត់ចុចទៅវាមកវានឹងឃើញបងប្អូនបាទអញ្ចឹងពេលដែលយើងចង់ប្រើគឺទៅការ scan អញ្ចឹងបងប្អូនមិនចេញអញ្ចឹងបងប្អូនបាទអញ្ចឹងដើម្បីបងប្អូនចង់ដកចេញវិញដើម្បីទៅដាក់ក្នុង app វិញណាបងប្អូនអញ្ចឹងបងប្អូនគ្រាន់តែចុចទៅវាមកវានឹង scan មុខរបស់យើងហើយបង្ហាញ app មួយនេះបងប្អូនបាទអញ្ចឹងបងប្អូនគ្រាន់តែចុចសកត់លើវាមកពេលណាបងប្អូនជប់ចង់លាក់បងប្អូនគ្រាន់ចុចសកត់លើវាមកហើយបងប្អូនចុច view page ចុចតែបន្តិចបានហើយបងប្អូនបាទអត់ថ្មីចុចទៅវាបន្តិចមកនឹងឃើញពាក្យនេះអញ្ចឹងបងប្អូនយកពាក្យថា don't request fake ID ចុចមកបាទពេលនោះបងប្អូននឹងកម្មវិធីនឹងចាក់ចេញពីកន្លែង head នេះបងប្អូនបាទលែងមានហើយអញ្ចឹងបងប្អូននេះមកឃើញនៅកន្លែងនេះបងប្អូនបាទអញ្ចឹងវាអាចចូលនៅកន្លែង home របស់យើងធម្មតាពេញទេអញ្ចឹងណាបងប្អូនតែវានៅក្នុង app library នេះបងប្អូនអញ្ចឹងបងប្អូនរកឃើញមកកន្លែងនេះបងប្អូនរកឃើញអញ្ចឹងណាហើយបើសិនជាបងប្អូនចេញពីកន្លែងនេះទៅកន្លែងទីតាំងដើមវិញបងប្អូនគាត់ចុចលើវាទៀតមកហើយបងប្អូនមករកគាត់លើវាជាប់ហើយបងប្អូនមករកពាក្យថានេះ add to home screen វិញចុចទៅនឹងវិញមកកម្មវិធីនឹងលុតមកផ្ទាំង home ដើមរបស់យើងវិញបងប្អូនបាទគឺវាស្រួលមែនទែនបាទបាទវីដេអូនេះមិនតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាវីដេអូពីខ្ញុំនេះបាទបើសិនជាបងប្អូនពេញចិត្តនឹងវីដេអូនេះបងប្អូនកុំភ្លេចជួយចុច subscribe និងសញ្ញាកណ្ដឹងម្នាក់មួយផងបាទដើម្បីទទួលបានវីដេអូគឺលើកថ្មី